ងារព័ត៌មានបារាំងអាសងហ្វ្រង់ប្រេសឬ AFP រាយការណ៍ថាក្រោយការប៉ះទង្គិចយោធាកាលពីខែធ្នូឆ្នាំ2025កងទ័ពថៃបានគ្រប់គ្រងទឹកដីមានចំនួនជាច្រើនកន្លែងតាមបណ្ដោយព្រំដែនកម្ពុជាដែលបូកសរុបទៅអាចដល់ច្រើនគីឡូម៉ែត្រការ៉េចំពោះអ្នកភូមិខ្មែរការបាត់បង់ទីតាំងឈរជើងទាំងនេះមានន័យថាជាផ្ទះដែលបាត់ដីដែលបង់និងជីវិតដែលត្រូវជួបផលលំបាកដោយសារតែលុះបន្លានិងទូកុងតឺន័រដែលថៃហុំព័ទ្ធពង្រាយនៅភូមិជោគជ័យក្នុងខេត្តបន្ទាយមានជ័យ AFP រាយការណ៍ថាផ្ទះជាច្រើនខ្នងដែលធ្លាប់ជាជំរករស់នៅរាប់ឆ្នាំមកហើយរបស់ពលរដ្ឋកម្ពុជាបានក្លាយទៅជាគំនរឥដ្ឋនិងឈើដែលបាក់រលំខូចខាតមុខផ្លូវមានកុងតឺន័របិទខ្ទប់ច្រកចេញចូលភ្ជាប់ទៅជាមួយនៅផ្លាកមួយដែលសរសេរថាពលរដ្ឋកម្ពុជាត្រូវហាមឃាត់ចូលតំបន់នេះអ្នកស្រីកឹមរ៉ែនបានប្រាប់ AFP ថាផ្ទះរបស់អ្នកស្រីត្រូវទ័ពថៃបំផ្លាញបន្ទាប់ពីបទឈប់បាញ់ក្នុងខែធ្នូឆ្នាំ2025អ្នកស្រីនិយាយដោយសោកសង្រែងថាចៅថៃបានរឹបអូសយកអ្វីគ្រប់យ៉ាងដែលអ្នកស្រីបានកសាងអស់ពេលជាង30ឆ្នាំដីរបស់អ្នកស្រីគ្រឿងទេសសម្រាប់លក់ដូរតម្លៃ$30,000និងផ្ទះតម្លៃ$50,000ត្រូវរលាយអស់អ្នកស្រីថាថៃបានធ្វើឲ្យជីវិតរបស់អ្នកស្រីត្រឡប់ទៅសូន្យទាំងអស់សង្ឃឹមអ្នកស្រីកឹមរ៉ែនស្ថិតក្នុងចំណោមពលរដ្ឋជាង1200គ្រួសារមកពីភូមិជោគជ័យនិងព្រៃច័ន្ទដែលត្រូវរស់នៅក្នុងជំរកបណ្ដោះអាសន្នក្នុងវត្តមួយក្រោមតង់ពណ៌ខៀវដែលជាអំណោយរបស់ចិនលោកសុកចកអ្នកភូមិព្រៃច័ន្ទនិយាយថាថៃបានយកអស់គ្រប់យ៉ាងលោកថាពេលដីព្រៃច័ន្ទនៅជាដីព្រៃថៃមិនថាជារបស់ពួកគេទេតែពេលខ្មែរធ្វើផ្ទះបានរឹងមាំថៃថាវាជារបស់ពួកគេ AFP រាយការណ៍ថាអ្នកនាំពាក្យយោធាថៃលោកវិនថៃស៊ូវ៉ារីអះអាងថាកងទ័ពថៃបានកាន់កាប់ដី64ហិកតានៅភូមិខ្លងផែងក្នុងខេត្តស្រះកែវក្នុងការប្រយុទ្ធគ្នាកាលពីខែធ្នូឆ្នាំ2025មន្ត្រីយោធាថៃមួយរូបបាននិយាយទៀតថាកសិករថៃនឹងទទួលអត្ថប្រយោជន៍ពីដីដែលយកបានពីកម្ពុជាចំពោះរាជធានីភ្នំពេញក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាការកាន់កាប់ទឹកដីខ្មែរដោយកងកម្លាំងថៃចន្លោះពីថ្ងៃទី7ដល់27ខែធ្នូឆ្នាំ2025ផ្ទុយស្រឡះនឹងសេចក្តីប្រកាសរួមហើយបានរារាំងការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគេដែលជាការប៉ុនប៉ងដោយចេតនារបស់យោធាថៃក្នុងការបង្កើតស្ថានភាពថ្មីលើទីតាំងជាក់ស្ដែងក្រសួងការបរទេសកម្ពុជាធ្លាប់បានបញ្ជាក់ថាកម្ពុជាបានបាត់បង់ទីតាំងឈរជើងចំនួន14កន្លែងលាតសន្ធឹងជិត2គីឡូម៉ែត្រក្នុងខេត្តបន្ទាយមានជ័យពោធិ៍សាត់ឧត្តរមានជ័យនិងព្រះវិហារខ្ញុំរស់សុធាពី News Today NTTV One refreshing destination. Gansberg Water.